ថ្ងៃនេះយើងមកមើលក្នុងពិភពលោកយើងហ្នឹងថាតើប្រទេសណាខ្លះកំពុងតែមានសង្គ្រាមហើយប្រទេសណាខ្លះកំពុងតែមានគេហៅថាអឺសង្គ្រាមស៊ីវិលមានន័យសង្គ្រាមនៅក្នុងប្រទេសហើយយើងមកមើលទាំងអស់គ្នាណាអញ្ចឹងក្នុងផែនទីនេះគឺគេបង្ហាញថាប្រទេសដែលមានសង្គ្រាមហ្នឹងគឺគេ highlight ពណ៌ក្រហមបងប្អូន highlight ពណ៌ក្រហមអញ្ចឹងយើងមកមើលទាំងអស់គ្នាមើលថាតើនៅប្រទេសណាខ្លះនៅក្នុងពិភពលោកយើងហ្នឹងមានពណ៌ក្រហមខ្លះណាបងប្អូននេះយ៉ាមានច្រើនកន្លែងដែរនេះហើយមើលសពមើលប្រទេសណាខ្លះពណ៌ក្រហមអញ្ចឹងប្រទេសដែលកំពុងតែមានពណ៌ក្រហមហ្នឹងគឺប្រទេសដែលកំពុងតែមានសង្គ្រាមណាអញ្ចឹងអ្នកដែលមានសង្គ្រាមមិនថាយើងមិនថាគេទេបងប្អូនមិនចង់មានសង្គ្រាមទេមិនចង់ឲ្យប្រទេសមានសង្គ្រាមទេព្រោះផលវិបាកនៃសង្គ្រាមហ្នឹងវាមានច្រើនណាស់ប្រត់ប្រាស់ប្រពន្ធកូនម៉ែឪបងប្អូនប្រត់ប្រាស់ទ្រព្យសម្បត្តិអត់មានបានអីមកវិញទេសង្គ្រាមហ្នឹងប៉ុន្តែសួរថាមនុស្សហេតុអីបានចូលចិត្តធ្វើសង្គ្រាមមកពីមហិច្ឆតាមកពីការលុបលន់មកពីការចំណែនឈ្នានេះគ្នានឹងឯងមកពីមិនយល់ធម៌ព្រះមកពីមហិច្ឆតាចង់បានចឹងទៅធ្វើឲ្យយើងមានឲ្យពិភពលោកយើងហ្នឹងមានសង្គ្រាមมันស្ងាត់ទេបងប្អូនมันស្ងាត់ទេចប់ពីសង្គ្រាមមួយចូលសង្គ្រាមមួយធ្វើឲ្យត្បិតថាសង្គ្រាមលើកទី1លើកទី2បានបញ្ចប់មែនប៉ុន្តែពិភពលោកมันស្ងាត់ពីសង្គ្រាមទាំងអស់ទេសូម្បីតែនៅក្នុងប្រទេសកម្ពុជាយើងសង្គ្រាមស៊ីវិលសម័យប៉ុលពតក៏ទៅបញ្ចប់បាន30-40ឆ្នាំនេះដែរអញ្ចឹងពេលដែលប្រទេសយើងមានទុក្ខមានលំបាកប្រទេសផ្សេងគេអត់មានសង្គ្រាមគេសប្បាយអញ្ចឹងជាផលបុណ្យរបស់ប្រទេសយើងដែរដែលមករយៈពេលចុងក្រោយនេះបន្ទាប់ពីសម័យប៉ុលពតមកយើងអត់ដែលមានសង្គ្រាមស៊ីវិលអត់មានអីទេក៏ប៉ុន្តែប្រទេសផ្សេងមានសង្គ្រាមដូចជានៅភូមានៅអីមានសង្គ្រាមស៊ីវិលអញ្ចឹងតោះយើងដើម្បីដឹងជាក់ស្ដែងថាតើប្រទេសណាខ្លះដែលកំពុងតែជួបទុក្ខលំបាកហើយសូមឲ្យយើងទាំងអស់គ្នាផ្សាយមេត្តាចិត្តដល់ពួកគាត់ទាំងអស់គ្នាដែលមានសង្គ្រាមទាំងអស់នោះគាត់កំពុងតែលំបាកបាទចឹងយើងស៊ូមកមើលនេះប្រទេសអីគេបងប្អូននេះមីយ៉ាន់ម៉ា Civil War នៅចិត្តយើងដែរនេះនៅជាប់ថៃគេអត់បានដាក់ប្រទេសថៃហើយនឹងប្រទេសខ្មែរយើងដោយសារយើងបានបញ្ចប់ការប៉ះទង្គិចគ្នាហើយអញ្ចឹងគេដាក់នេះមីយ៉ាន់ម៉ា Civil War នៅប្រទេសមីយ៉ាន់ម៉ាពេលនេះកំពុងតែមានវិបត្តិគឺសង្គ្រាមស៊ីវិលគឺបាញ់គ្នាឯងឆ្លុះគ្នាឯងនៅក្នុងប្រទេសអានឹងហៅ Civil War អញ្ចឹងយើងមកមើលទៀតថាប្រទេសណាទៀតនេះបងប្អូននេះប្រទេសណាចេះនេះផាតិកាបេសាអីគេនេះយើងបរិយាមើលទៅឃើញឯធំនេះប្រទេសគេនេះប្រទេសអេរ៉ង់នេះបងប្អូននេះអេរ៉ង់នេះ Strait of Hormuz នេះបងប្អូននេះនៅជាប់សូហៀហើយនៅឌូបៃក៏មានក្រហមដែរគូផែនទីក្រហមដែរនេះបងប្អូនUnited Arab Emirates ហ្នឹងពណ៌លឿងហ្នឹងមានន័យថាវាមិនទាន់មានសង្គ្រាមវាមិនទាន់មានផលប៉ះពាល់ខ្លាំងតែវាហានិភ័យអាហ្នឹងគេដាក់ពណ៌លឿងហើយពណ៌ក្រហមនេះកំពុងតែប៉ះពាល់ផ្ទាល់ហើយចឹងបងប្អូននេះចឹងនៅ
នៅអេរ៉ង់ណាអេរ៉ង់នេះអេរ៉ង់វនេះបងប្អូនឃើញទេអេរ៉ង់វនេះឃើញទេនេះផែនទីក្រហមហ្នឹងអេរ៉ង់ណាចឹងយើងមកនេះនៅរ៉ាត់ស៊ីក្រៃស៊ីវិបត្តិនៅសមុទ្រក្រហមក៏កំពុងតែមានបញ្ហាដែរនៅយេម៉ែននេះប្រទេសយេម៉ែនសមុទ្រក្រហមចេញពីនឹងមកនៅសូដង់ក៏កំពុងតែមានសង្គ្រាមដែរបងប្អូននៅប្រទេសសូដង់ណាប្រទេសសូដង់នៅជិតអេស្តូភៀអេស្តូពីសាវសូដង់ប្រទេសសូដង់ខាងត្បូងខាងត្បូងគាត់ថាប៉ះទេគាត់ថាព្រំបន្ទល់ទេនៅឆាតនេះបងប្អូននេះឃើញទេមើលតូចនេះប្រទេសអីគេអ៊ីស្រាអែលលីបាណុននេះអ៊ីស្រាអែលហើយនឹងកាសាហ្នឹងក៏មិនទាន់បានបញ្ចប់ដែរបងប្អូននេះក្រហមឃើញក្រហមហ្នឹងនេះឃើញទេនេះអញ្ចឹងនៅតឺគីហ្នឹងក៏មានសញ្ញានេះដែរនៅអ៊ុយក្រែននេះអ៊ុយក្រែនមួយរុស្ស៊ីនេះបងប្អូននេះអ៊ុយក្រែននេះឃើញទេកំពុងតែមានសង្គ្រាមដែរនេះប្រទេសអ៊ុយក្រែនដែរអញ្ចឹងបន្ទាប់ពីហ្នឹងមកប្រទេសដែលលឿងនេះប្រទេសអីគេម៉ូស្គូម៉ូស្គូហ្នឹងក៏មានហានិភ័យដូចគ្នាព្រោះធ្វើសង្គ្រាមមួយអ៊ុយក្រែនអញ្ចឹងអាចអ៊ុយក្រែនវាយវិញដែរហើយនៅបែលជីមតែបែលជីមតែបែលហ្សិចបែលជីមនៅឡុងដុងក៏មានសញ្ញាលឿងណាអាចថាជាហានិភ័យដែរដោយសារអេរ៉ង់មួយអាមេរិកនេះប្រទេសអីគេចេះនុកអញ្ចឹងនេះជាប្រទេសដែលកំពុងតែមានសញ្ញាអាសន្នពណ៌លឿងសញ្ញាអាសន្ននេះអញ្ចឹងប្រទេសដែលក្រហមហ្នឹងកំពុងតែជួបវិបត្តិដែរកំពុងមានសង្គ្រាមហើយនេះបងប្អូននេះ North Korea នេះសេអ៊ូលព្រំដែនសេអ៊ូលក្រែងជើងក្រែងត្បូងក៏អត់សូវស្រួលដែរអានេះប្រទេសអីគេចេះបងប្អូនតូចនេះឃើញសញ្ញាក្រហមមួយបតក់មួយនេះអញ្ចឹងបងប្អូនមានប៉ុណ្ណឹងឯងលើពិភពលោកយើងណាយើងមើលទៅមានប៉ុណ្ណឹងឯងដែលកំពុងតែមានវិបត្តិណាអានេះទ្វីបអឺរ៉ុបក៏មានទ្វីបអាស៊ីក៏មានទ្វីបអាស៊ីយើងមានម៉ាហើយនៃទ្វីបអឺរ៉ុបក៏មានច្រើនដែរមានសូដង់មានយេម៉ែនមានអេរ៉ង់ប៉ាឡេស្ថានអ៊ុយក្រែននេះអ៊ុយក្រែនអញ្ចឹងមានប៉ុណ្ណឹងឯងណាបងប្អូនបាទសូមអរគុណ